บ่มันចង់ជួយជំនាញទាំងស្ដែងស្ដាងហាមដាច់ខាតកុំធ្វើរឿងទាំង5យ៉ាងនេះបើតាមផ្នែកកំណត់របស់មនុស្សនៅពេលសប្តាហ៍ថ្ងៃគឺមិនសូវជឿឡើយទៅលើរឿងអបិយជំនឿឬជំនឿផងដែរប៉ុន្តែកាលពីសម័យមុនចាស់ៗបុរាណគឺប្រកាន់ភ្ជាប់នឹងជឿយ៉ាងខ្លាំងទៅលើរឿងជំនឿជាក់ស្ដែងដូចជាគោរពទៅលើរឿងជំនាញផ្ទះប្រភូមិជាដើមដែលពួកគាត់គិតថាជំនាញផ្ទះឬប្រភូមិអាចជួយថែរក្សាផ្ទះសម្បែងរបស់ពួកយើងឲ្យជាពីគ្រោះចង្រៃតែបើតាមការនិយាយរបស់ចាស់ៗបាននិយាយថាទោះបីជាជំនាញផ្ទះឬប្រភូមិជួយថែរក្សាផ្ទះយ៉ាងណាក៏ដោយតែប្រសិនបើយើងប្រព្រឹត្តទង្វើទាំង5យ៉ាងនេះប្រកាសណាស់ប្រកាសជាជួបរឿងអាក្រក់ជាមិនខានដោយតំណទាំង5យ៉ាងនោះមាន1ហាមដាច់ខាតកុំឲ្យមានការកំពប់ជើងធូបឬមានអ្នកណាដកជើងធូបទៅលេងប្រសិនបើមាននោះនឹងអាចជួបរឿងអាក្រក់ឬជំនាញផ្ទះបង្ហាញខ្លួនស្ដែងតែម្ដង2ចាស់ពីដើមហាមដាច់ខាតមិនឲ្យអុជទៀនពណ៌សព្រោះដូចជាការបើកផ្លូវឲ្យខ្មោចខាងក្រៅចូលមកក្នុងផ្ទះបានទោះបីជាមានជំនាញផ្ទះការពារយ៉ាងណាក៏ដោយ3ដាច់ខាតហាមជន់ការសែនពែឬកន្ទងខៀវដោយសារការសែនពែគឺសែនឲ្យខ្មោចរីឯការសែនកន្ទងខៀវគឺការសែនឲ្យកន្ទងខៀវតែប៉ុណ្ណោះដូច្នេះហាមកុំប៉ះឬជន់ដើរកន្លងឲ្យសោះព្រោះអាចធ្វើឲ្យវិញ្ញាណតាមយើងចូលផ្ទះបាន4សម្រាប់ការគូសញ្ញាគឺចាស់ហាមដាច់ខាតជាពិសេសគូសញ្ញាលេខបូកឬជើងក្អែកការគូសញ្ញានេះប្រៀបដូចជាការហៅខ្មោចឲ្យចូលក្នុងផ្ទះហើយអាចនាំគ្រោះចង្រៃដល់គ្រួសារបាន5ការនាំយករបស់បាក់បែកចូលក្នុងផ្ទះប្រៀបដូចជាការនាំយកឬអពមង្គលចូលក្នុងផ្ទះនាំឲ្យគ្រួសារជួបរឿងមិនល្អហើយតាមការរៀបរាប់ខាងលើនេះគ្រាន់តែជាការជឿរបស់ចាស់តែប៉ុណ្ណោះហើយមកដល់ពេលសប្តាហ៍ក៏នៅមានគ្រួសារមួយចំនួនប្រកាន់ខ្ជាប់នូវការជឿទាំងអស់នេះតាមស្រុកភូមិរបស់ពួកគេហើយសម្រាប់អ្នកទាំងអស់គ្នាជឿមិនជឿអានេះសាច់តែតាមការគិតរបស់អ្នកទាំងអស់គ្នាតែប៉ុណ្ណោះអញ្ចឹងបើសិនអ្នកទាំងអស់គ្នាមានរឿងអ្វីបន្ថែមពាក់ព័ន្ធអំពីរឿងរ៉ាវមួយនេះអាចខមមិនក្រោមវីដេអូនេះបានហើយកុំភ្លេចចាំជួបគ្នាជាមួយនឹងវីដេអូក្រោយទៀត